រៀបសួរស្វាគមន៍ត្រវិញជាមួយវីដេអូថ្មីទៀតផងខ្ញុំថ្ងៃនេះគឺខ្ញុំមានសភៅ3ក្បាលមកចែករំលែកជាមួយអ្នកគ្នាតាក់ទងទៅជាមួយនឹង hacking ឬក៏យើងអាចនិយាយថាជាការសរសេរកូដដើម្បីធ្វើ test system របស់អ្នកគ្នាឬក៏សាកល្បងវាយប្រហារទៅលើ system របស់អ្នកគ្នាអូខេពាក្យថា hacking មួយមុខអ្នកខ្លះគាត់គិតថា hacking នឹងដើម្បីទៅវាយប្រហារគេដើម្បីទៅលួច account គេដើម្បីទៅវាយប្រហារ system របស់គេកັບទៅចំណេះដឹងតាក់ទងទៅជាមួយនឹងការ hacking នេះវាជាចំណេះដឹងមួយដែលល្អដែលអ្នកនរគ្នាគួរតែចេះហើយដើម្បីធ្វើការវាយប្រហារឬក៏ test សាក់លបង system របស់ខ្លួនឯងបាទអ្នកគេចេះ hacking មិនមែនទៅវាយប្រហារតែគេមុខទេគឺអ្នកគ្នាសាក់មកធ្វើ test ខ្លួនឯងហើយក្រោយរហូតថ្ងៃណាមួយអ្នកគេជួបបញ្ហាតាក់ទងជាមួយនឹង system របស់អ្នកគ្នាត្រូវបានគេ hack អីទៅអ្នកគ្នាដឹងពីវិធីសាស្ត្រក្នុងការយកវាត្រឡប់មកវិញបាទអានេះគឺជារឿងមួយសំខាន់ដែលអ្នកគ្នាគួរដឹងផងដែរអូខេអញ្ចឹងចង់ដឹងថាតើសភៅ3ក្បាលនឹងមានអីគេខ្លះយើងទៅមើលនៅក្នុងខ្លឹមសារនៃវីដេអូទាំងអស់គ្នាតែម្ដងបាទអូខេសភៅទី1គឺមានឈ្មោះថា Hacking API អ្នកគ្នាប្រកាសជាសួរខ្ញុំតើអ្នកគ្នាចង់បានសភៅនឹងតើយើងធ្វើមិនបាទគឺអ្នកគ្នាអាចមកទិញក្នុង Amazon នេះអ្នកគ្នាទិញជា Kindle version ក៏បានជា paper ក៏បានក៏តែខ្ញុំណែនាំអ្នកគ្នាអាចទិញ Kindle បានបើសិនជាអ្នកគ្នាមាន Kindle ក៏តែបើសិនជាអ្នកគ្នាជាសិស្សហើយអត់ទាន់មានលុយអត់ទាន់មានអីហើយអត់អាចទៅទិញបានអត់អាចវិនិយោគជាមួយនឹងសភៅទាំងអស់នេះបានអញ្ចឹងខ្ញុំឲ្យ free បាទអ្នកគ្នាអាចទៅ download បានខ្ញុំដាក់ link ចូលក្នុង Google Drive របស់ខ្ញុំគឺមានទាំង3ក្បាលតែម្ដងបាទសភៅទាំង3ក្បាលតែម្ដងហើយអាការចែក free បែបនេះវាជារឿងមួយដែលខ្ញុំមិនគួរធ្វើទេបាទក៏តែអានេះក្នុងករណីអ្នកគ្នាអត់អាចទៅរកទិញបានឬក៏បាក់ក្នុងការទិញអញ្ចឹងខ្ញុំចែកឲ្យអ្នកគ្នាអាចទៅអាន free បានបាទអញ្ចឹងហើយបើសិនជាអ្នកគ្នាថ្ងៃក្រោយអ្នកគ្នាមានលុយបាទមានលុយចង់វិនិយោគអីគឺអ្នកគ្នាគួរតែទិញទៅបាទសភៅហ្នឹងគឺអ្នកគ្នាគួរតែទិញទៅពីព្រោះវាជារឿងមួយដែលត្រឹមត្រូវបាទវាត្រឹមត្រូវជាងវាអាចនិយាយថាអ្នកគេឲ្យលុយហ្នឹងដើម្បីឲ្យអ្នកនិពន្ធគាត់តែងសភៅល្អបន្ទាប់ទៀតអូខេសភៅក្បាលទី1គឺឈ្មោះថា Hacking API នេះគឺវាបរៀនយើងច្រើនតាក់ទងទៅជាមួយនឹងការធ្វើ test API របស់យើងមក API អញ្ចឹង API នឹងអីគេបាទជាទូទៅអ្នកគ្នាបង្កើត website ឬក៏ mobile application អ្នកគ្នាតែងតែមាន API អញ្ចឹងរាល់ UI នៅពេលដែលយើងធ្វើ UI ដូចឧទាហរណ៍ដូចជានៅក្នុង website Amazon បែបនេះបាទដូចជា title អានេះយើងហៅវា title អានេះជា product description អីនេះទាំងអស់នេះវាមាន UI ហើយ UI ហ្នឹងវាត្រូវការ API ហ្នឹងវាផ្ញើជា JSON ឬក៏ជា link របស់រូបភាពមកដើម្បីឲ្យwebsite នេះបង្ហាញរូបភាពឲ្យយើងបង្ហាញតួអក្សរឲ្យយើងបាទហ្នឹងគឺជា API ហើយសម័យនេះគឺភាគច្រើនគេធ្វើបែប micro service គឺគេមាន server មួយជា server API ហើយ server មួយទៀតជា server UI បាទឥឡូវគេបែងចែកដាច់អញ្ចឹងហើយអញ្ចឹងអានេះគឺជារឿងមួយសំខាន់តាក់ទងនឹង API ហ្នឹងពីព្រោះក្រុមហ៊ុនសិននិងគ្រប់ក្រុមហ៊ុនទាំងអស់សប្តាហ៍ថ្ងៃនេះគឺគាត់ប្រើប្រាស់ API ក្នុងការទំនាក់ទំនងរវាងsystem របស់ពួកគេទៅជាមួយនឹងwebsite ជាមួយនឹង system របស់គេទៅជាមួយនឹង mobile application ពីព្រោះ API មួយគឺបំរើបានទាំងអស់តែម្ដងទាំង website ជាមួយនឹង application ហ្នឹងហើយអានេះគាត់បរៀនយើងពីការធ្វើ test API របស់យើងនេះអានេះគឺជា term មួយដែលអ្នកគ្នាគួរតែដឹងដែរបាទមានការ cross site scripting អ្នកគ្នាគួរតែ test បែបនេះជាមុនសិនគេហៅថា OWASP បាទអានេះគឺជាពាក្យមួយដែលអ្នកគ្នាគួរតែដឹងហើយអ្នកគ្នាអាច search មើលនៅក្នុង Google ទៅវា load ឲ្យយើងទាំងអស់តែម្ដងតើOWeb system ហ្នឹងមានអីគេខ្លះបាទ standard របស់វាមានអីខ្លះមាន cross site scripting មាន SQL injection អីជាដើមហ្នឹងហើយអ្នកគ្នាគួរតែអានវាហើយដឹងបាទអ្នកគ្នាយ៉ាងអន់ណា system ផងអ្នកគ្នាត្រូវតែមានការរក្សាបាទ protect តាក់ទងទៅជាមួយនឹងការ attack បែបនេះនៅក្នុងសភៅ API នេះគឺវាល្អមែនទែនវាតាក់ទងទៅជាមួយនឹងវិធីសាស្ត្រក្នុងការប្រើប្រាស់ Postman ហើយយើងស្វែងរកពី vulnerability នៅក្នុងទិន្នន័យដែល API ផ្ញើមកហើយជាមួយនឹង JSON Web Token អញ្ចឹងជាទូទៅនៅពេលដែលយើងផ្ញើមិនយើងនៅសុកយើងអាចទៅប្រើប្រាស់ API របស់គេបានទេយើងត្រូវមាន JWT ឬក៏យើងហៅថា JSON Web Token ដើម្បីបញ្ជាក់ថាយើងបាន log in រួចរាល់ហើយយើងជាបុគ្គលឈ្មោះអីគេទើបយើងអាចទៅប្រើប្រាស់ API របស់គេបានឧទាហរណ៍ដូចជាអ្នកគ្នា log in ចូលក្នុង Facebook ដែលមានឈ្មោះខ្ញុំឈ្មោះសម្បត្តិលឹមអញ្ចឹងទៅអញ្ចឹងនៅក្នុង browser វារក្សាទុក cookie ដែលជា ID របស់ខ្ញុំដែលជា authentication របស់ខ្ញុំហើយជាទូទៅគេប្រើ JSON Web Token បាទអានេះគឺជារឿងមួយដែលងាយស្រួលហើយវាបង្រៀនយើងពីការប្រើប្រាស់ performance JSON Web Token attack ជាមួយនឹង API authentication ហ្នឹងហើយ
ហើយមួយទៀតវាតាក់ទងទៅជាមួយនឹង NoSQL injection ផងដែរបាទហ្នឹងហើយវាដាក់ combine multiple API attack technique to perform a NoSQL injection ជាទូទៅយើងធ្លាប់តែឮតែពាក្យថា SQL injection ក៏ប៉ុន្តែនៅក្នុងសៀវភៅនេះក៏គេមានបរៀនយើងពីNoSQL injection ក៏មានដែរហើយមួយទៀតតាក់ទងទៅជាមួយនឹងការ attack ទៅលើ GraphQL API ហ្នឹងហើយ GraphQL អានេះគឺជាប្រភេទមួយទៀតនៃ API ផងដែរបាទហើយវាក៏ត្រូវបានគេយកមកប្រើប្រាស់យ៉ាងច្រើនដើម្បី to uncover a broken object level authorization vulnerability បាទអានេះគឺជាសៀវភៅមួយទី1តែម្ដងគឺណែនាំអ្នកគ្នាអាចទៅអានបានបាទសៀវភៅនេះគឺវាបរៀនយើងពី step by step តែម្ដងបាទពីមួយជំហានទៅមួយជំហានអំពីការ test API អូខេសៀវភៅទី2បាទគឺវានៅក្នុង category នេះតែម្ដងជាទូទៅអ្នកដែលគាត់ទិញសៀវភៅមួយក្បាលនេះ Hacking API វាពួកគាត់បាទតែងតែទិញសៀវភៅ2នេះទៀតគឺ Bug Bounty Bootcamp ជាមួយនឹង Black Hat Python អញ្ចឹងខ្ញុំអាចសុំបើកមើលតែម្ដងបាទអានេះគឺឈ្មោះថា Bug Bounty Bootcamp បាទ Bounty Bootcamp នេះគឺវាល្អតាក់ទងទៅជាមួយនឹងការស្វែងរក vulnerability របស់ website ឬក៏យើងហៅថាចន្លោះប្រហោងរបស់ website យើងអាចរៀនពីវាបាននៅក្នុងសៀវភៅ Bug Bounty នេះវាប្រាប់ពីជាហ៊ានទៅជាហ៊ានក្នុងការស្វែងរកបាទមុននៅពេលដែលយើងឃើញ website មួយហ្នឹងយើងចង់ដឹងថាតើ website ហ្នឹងវាមានចន្លោះប្រហោងអីអត់ដែលអាចឲ្យអ្នកគ្នាវាបង្ហាញបានអញ្ចឹងអ្នកគ្នាអាច follow through ជាមួយអានេះបានបាទអានេះវាបង្ហាញយើងតែម្ដងអ្នកគ្នាអាចចាប់ផ្ដើមពីណាទៅណាហើយវាបង្ហាញយើងអំពី XSS SQL injection ជាមួយនឹង common web vulnerability អានេះគឺជារឿងមួយដែលអ្នកគ្នាធ្វើ website ឬក៏អ្នកដែលប្រើប្រាស់ website ឬក៏អ្នកដែលគាត់ជាអ្នកចូលចិត្តសាកល្បងជាទូទៅខ្ញុំឃើញច្រើនមែនទែននៅពេលដែលយើងឃើញ website ណាមួយបាទយើងឃើញ website ផងមិត្តភ័ក្ដិយើងឬក៏ website សាលារបស់យើងអីហ្នឹងគឺយើងអ្នកខ្លះបាទគាត់ចូលចិត្តអីនេះគាត់នៅអត្តន័យជាពិសេសគឺប្រុសតែម្ដងគាត់អត្តន័យគឺគាត់តែងតែចង់ដឹងថាតើ website ហ្នឹងមានអាច hack បានអត់អីអត់បាទហើយវាក៏កើតមានឡើងមិនមែនតែសម្រាប់អ្នកនរគ្នាដែរបាទគឺសឹងនឹងគ្រប់គ្នាទាំងគឺតែងតែចង់ដឹងហើយមួយទៀតតាក់ទងទៅជាមួយនឹង website របស់អ្នកគ្នានៅពេលដែលយើង public ពេលដែលយើងបើក public ហើយបាទឬក៏យើងដាក់ឲ្យអ្នកផ្សេងចូលមើលបានហើយអ្នកគ្នាគួររឿងមួយដែលអ្នកគ្នាត្រូវដឹងគឺ website ទាំងអស់នេះគឺគ្រប់ពេលវេលាគឺមានអ្នកដែលគាត់មានបំណងអាក្រក់មកលើ website យើងរហូតតែម្ដងអញ្ចឹងបើសិនជាអ្នកគ្នារចន្លោះប្រហោងខ្លួនឯងអត់តាន់ទេអញ្ចឹងអ្នកដទៃនឹងរយអ្នកគ្នាឃើញហើយគេនឹងវាប្រហារអ្នកនរគ្នាហ្នឹងហើយអានេះជារឿងមួយដែលណែនាំសៀវភៅមួយក្បាលនេះបាទគឺអ្នកគ្នាអាចអានវាពីទំព័រទៅមួយទំព័រទៅហើយនៅក្នុង content របស់វាក៏វាបានបែងចែកច្បាស់ដែរបើអ្នកគេចង់ interest តាក់ទងទៅជាមួយនឹង XSS ទៅមុខទេអ្នកគ្នាអាចបើកមើលចម្ពោះហ្នឹងទៅបាទ XSS ហ្នឹងឬក៏អ្នកគ្នាចាប់អារម្មណ៍ទៅលើពួកcommon web vulnerability ហ្នឹងជាទូទៅ website បាទតែងតែមានចន្លោះប្រហោងហើយសូម្បីតែ Facebook ក៏ធ្លាប់មានការ hack កាយដែរបាទក៏ធ្លាប់មានចន្លោះប្រហោងដែរអញ្ចឹងរឿងមួយដែលអ្នកគេត្រូវចាំគឺអត់មាន website ណា perfect 100%ដែលតែងតែមានចន្លោះប្រហោងហើយសំខាន់អ្នកគ្នាប្រើប្រាស់ចន្លោះប្រហោងនឹងជាប្រយោជន៍ឲ្យអ្នកគ្នាបានអត់គឺអ្នកគ្នាសិក្សាពីវាហើយរកវិធីសាស្ត្រក្នុងការកែចន្លោះប្រហោងដែល website របស់យើងមានអូខេហើយសៀវភៅបន្តមកទៀតគឺឈ្មោះថា Black Hat Python សម្រាប់អ្នកដែលគាត់រៀននៅសាកលវិទ្យាល័យឆ្នាំទី1ឆ្នាំទី2អីហ្នឹងខ្ញុំដឹងអ្នកខ្លះគាត់ប្រកាសជាស្គាល់ភាសា Python ហើយភាសា Python គឺងាយស្រួលរៀនទេហើយវាក៏ល្អសម្រាប់អ្នកដែលគាត់ទើបតែចាប់ផ្ដើមដំបូងហើយសម្រាប់អ្នកដែលគាត់ចូលចិត្តសរសេរ script សរសេរជា script ធ្វើ automate task អីហ្នឹងគឺ Python គឺណែនាំតែម្ដងហ្នឹងហើយគឺខ្ញុំណែនាំ Python តែម្ដងសម្រាប់អ្នកគាត់ជាចាប់ផ្ដើមដំបូងឬក៏អ្នកដែលគាត់ធ្វើ data analytics អ្នកវិភាគទិន្នន័យហ្នឹងក៏ប្រើប្រាស់ Python បានដែរពីព្រោះវាមាន library ច្រើនបាទតែក្នុងនេះយើងអត់មកនិយាយអំពី Python ដើម្បីធ្វើវិភាគទិន្នន័យទេយើងនិយាយពី Python ក្នុងការធ្វើ hacking បាទធ្វើការ test បាទ pen tester និង hacker បាទតើពួកគាត់អាចធ្វើគេខ្លះបានក្នុងសៀវភៅនេះគឺគាត់បង្ហាញយើងតែម្ដងរបៀបក្នុងការបង្កើត Trojan comment ហើយជាមួយនឹង control server ហ្នឹងហើយដើម្បី control server ដោយប្រើប្រាស់ Git គាត់ upload អីហ្នឹងប្រើប្រាស់ GitHub ហើយមួយទៀតគឺយើង detect sandboxing and automatic common malware task បាទ like ដូចជា key locking ជាមួយនឹង screenshot អីហ្នឹងបាទនៅពេលដែល hacker គាត់វាបហាចូលក្នុងកុំព្យូទ័ររបស់យើងបានហើយគឺគាត់អាច remote access មកកាន់ key lock ជាមួយនឹង screenshot កុំព្យូទ័រយើងបានហើយមួយទៀតគឺ BuzzFeed web hacking tool អានេះគឺជា tool មួយដែលល្អហើយវាមានទាំង free មានទាំងអស់លុយហើយសប្តាហ៍ថ្ងៃនេះគឺខ្ញុំប្រើតែ free ទេបាទហើយអានេះអ្នកគ្នាអាចប្រើប្រាស់ភាសា Python ក្នុងការសរសេរ script ដើម្បី integrate ជាមួយនឹង BuzzFeed ផងដែរ
BuzzFeed នេះគឺណែនាំមែនទែនបាទសម្រាប់អ្នកគាត់ចង់រៀន hacking បងប្អូនណែនាំ BuzzFeed នេះហើយមាន website ច្រើនមែនទែននៅក្នុង YouTube បាទមិនមែន website មានវីដេអូច្រើនក្នុង YouTube ដែលគាត់បរៀនពី BuzzFeed នេះអ្នកគ្នាអាចទៅរៀនបន្ថែមខ្លួនឯងបានហើយបើសិនជាខ្ញុំមានទនេខ្ញុំនឹងមកចែកម្លែកជាមួយអ្នកគ្នាអំពី BuzzFeed នេះហើយជាមួយនឹង Windows privilege អស់នេះបាទហើយជាមួយនឹង use offensive memory forensic trick to retrieve password hash បាទហើយជាមួយនឹង find vulnerability ទៅលើ virtual machine ក៏ដូចជាវាបង្ហាញទៅលើ Windows បាទ com automation ជាមួយនឹងយកទៅន័យបាទហើយអានេះគឺប្រើបានទាំងអស់សម្រាប់អ្នកដែលគាត់ជា hacker ល្អនិងមិនល្អបាទ hacker ល្អក៏គាត់អាចប្រើបង្កើត tool ដើម្បី detect មើលតើមាន vulnerability ខ្លះហើយបង្កើត tool ល្អផ្សេងទៀតដើម្បីឲ្យអ្នកដែលជា web developer ឬក៏ជា programmer គាត់អាចយក tool ហ្នឹងទៅប្រើប្រាស់ដើម្បី test system របស់ពួកគាត់បានមុននឹងគាត់ launch នៅក្នុង production បាទអានេះគឺជាសភៅ3ក្បាលដែលខ្ញុំណែនាំឲ្យអ្នកគ្នាអានសិនបើសិនជាអ្នកគ្នាអានចប់ហើយអ្នកគ្នាអាចមកចែករំលែកគ្នាបន្តទៀតហើយវីដេអូនេះដូចមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកគ្នាបានជាចំណេះដឹងខ្លះៗតាក់ទងទៅជាមួយនឹង tool ទាំងអស់នេះហើយក៏ដូចជាថ្ងៃអនាគតយើងនឹងមានវីដេអូល្អៗផ្សេងៗទៀតមកចែករំលែកជាមួយអ្នកគ្នាអញ្ចឹងជួបគ្នាវីដេអូល្អៗក្រោយៗទៀតបាទបាយបាយ